បងនៅខាងកំពង់ស្ពឺនោះក៏សួរថាអូនលឺណៃនិយាយអាក្លិននេះគេពីភូមិក្លិននឹងមិនដែរខ្ញុំគាត់ថាក្លិននឹងល្អបងក្លិនវាបើកក្បាលដំបងមកលក្ខណៈយ៉ាងហិលលឺលន់នឹងក្លិនផ្អែមក្លិនឈើក្លិនអ៊ូតគឺល្អមែនតើសម្រាប់ទៅកម្មវិធីបងហើយក៏សួរថាច្បាស់អត់តាជាប់លើ10ម៉ោងហើយពីភូមិខ្ញុំគាត់ថាច្បាស់បងនិយាយថាជាប់លើ10ម៉ោងហ្មងហើយគេថាវិញសាហាវមែនតើដោយសារតែវាលឺលន់ក្លិនអ៊ូតផងហើយគាត់ថាអូខេអូនអញ្ចឹងបងយកមួយបងជឿលើអូនឯងហើយចូលទៅដល់បងនៅខាងបាត់ដំបងវិញគាត់ថាគាត់ចង់បានអត់សម្រាប់ទៅធ្វើការអីចឹងណាហើយ LV Imagination ហើយនឹង Galen Neroli Ozono ហ្នឹងមិនដែរហើយខ្ញុំគាត់ថាអូខេបងអញ្ចឹងខ្ញុំនិយាយពីក្លិនពីរហ្នឹងឲ្យសម្រាប់ LV Imagination ក្លិនវាបែបលក្ខណៈរៀងខូចលាយឡំនឹងក្លិនហិលចេញពីខ្ញីហើយនៅក្នុងហ្នឹងក៏វាមានក្លិនបែបតែដែរគឺថាស្រស់ស្រាយមែនតើសម្រាប់ប្រើប្រចាំថ្ងៃហើយចូលទៅដល់ក្លិន Galen Neroli Ozono ក្លិនវាបែបលក្ខណៈរៀងខូចលាយឡំនឹងក្លិនបែបលក្ខណៈរៀងតែហើយនៅក្នុងហ្នឹងក៏វាមានក្លិនបែបជាផ្កាដែរហើយផ្កាហ្នឹងគេហៅផ្កា Neroliគេថាក្លិននេះឈ្ងុយសាហាវមែនតើហើយគាត់ក៏ថាអូខេអូនអញ្ចឹងបើក្លិនវាល្អអញ្ចឹងយកទាំងពីរមកស្រួលមិនបាច់ឲ្យបងគិតវែងឆ្ងាយហើយចាំការទៀតគាត់ថាឲ្យ QR មកអូនបាញ់លុយចប់